ទៅលេងខេត្តស្ទឹងត្រែងមានអីញ៉ាំមើលអញ្ចឹងមកមួយវីដេអូនឹងមួយខ្ញុំនឹងប្រាប់ថាបើសិនបើអ្នកទៅលេងខេត្តស្ទឹងត្រែងនឹងមានម្ហូបអីញ៉ាំខ្លះខ្ញុំណែនាំម្ហូបចំនួន3ទៅ4មុខដើម្បីឲ្យអ្នកទាំងអស់គ្នាមើលថាមានម្ហូបអីខ្លះអញ្ចឹងម្ហូបពេលព្រឹកខ្ញុំណែនាំឲ្យញ៉ាំបាយតណើបសាច់ជ្រូកចៀនជាមួយនឹងពងទាហ្នឹងហើយតំណងមែនតែនចំណាយត្រឹមតែ2000រៀលឬក៏2500រៀលអ្នកនឹងបានបាយដូចខ្ញុំនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយឆ្ងាញ់មែនតែនអ៊ំលក់ក៏រស់រាយទៀតម្ហូបទី2គឺកាទៀវឡាវហ្នឹងគឺយើងញ៉ាំកាទៀវដែលមានបន្លែហើយចុចជាមួយនឹងទឹកកាពិអ្នកខ្លះគាត់យកទឹកកាពិហ្នឹងលាយក្នុងកាទៀវហ្នឹងហ្មងអ្នកខ្លះគាត់យកបន្លែត្រជាក់ហ្នឹងចុចមួយកាពិហ្នឹងញ៉ាំដូចខ្ញុំអញ្ចឹងហើយសម្រាប់ម្ហូបបន្តទៀតគឺអាហារពេលល្ងាចវិញអញ្ចឹងអាហារពេលល្ងាចមានដូចជាភ្លាត្រីខ្យាហើយនិងអាម៉ុកអាហ្នឹងគឺជាម្ហូបពីរមុខដែលភិកច្រើនអ្នកដែលទៅលេងខេត្តស្ទឹងត្រែងគាត់ញ៉ាំភ្លាត្រីខ្យាហ្នឹងហើយនឹងអាម៉ុកហ្នឹងគឺអាម៉ុកដូចរបៀបត្រីឆ្ដោអីមិនដឹងខ្ញុំអត់ដឹងថាត្រីគេដែរខ្ញុំភ្លេចឈ្មោះបាត់អីប៉ុន្តែម្ហូប3 4មុខហ្នឹងគឺជាម្ហូបដែលខ្ញុំ recommend សម្រាប់អ្នកទៅលេងខេត្តស្ទឹងត្រែងអរគុណ